ចំណុចទី2នៅដំណោះស្រាយប្រភេទពួក CB បាទអត់មានភ្លើង Bushi ដូចបាញ់សាំងបាទទី2បងប្អូនមកពិនិត្យមើលលើ sensor ពីអង្លុតណាអញ្ចឹងសម្រាប់ប្រភេទពួកHonda CB ឬប្រភេទពួក Winner គឺវាមាន sensor ពីអង្លុតណាពួក CB ដូចនេះដែរអញ្ចឹងប្រភេទពួក CB 150គឺ sensor ពីអង្លុតគឺនៅកន្លែងនេះណានៅកន្លែងកដាលនេះបងប្អូនមើលណាមានកន្លែងនេះណានៅក្បែរអគុយតែម្ដងបាទយើងដកចេញមកអញ្ចឹងនៅ sensor ពីអង្លុតប្រភេទពួក Honda CB ឬប្រភេទពួក Winner គឺមានខ្សែភ្លើង2ខ្សែបាទគឺខ្សែពណ៌ខ្មៅឆ្នូតទឹកប៊ិចបាទគឺជាខ្សែភ្លើង12វ៉ុលចូលចិញ្ចឹមណា12វ៉ុលបាទរីឯខ្សែពណ៌ទឹកប៊ិចឆ្នូតក្រហមនេះគឺជាខ្សែសញ្ញាចេញពី sensor សម្រាប់រាយការណ៍ទៅម៉ាញ់ម៉ូតូដើម្បីបាញ់ទៅបានដឹងថាម៉ូតូម៉ូតូយើងផ្អៀងឬក៏ sensor ដាក់ខុសតំណែងណាអូខេឥឡូវពេលនេះយើងកាច់យើងទៅការវាស់វាតើវាដូចអ្វីដែលខ្ញុំបាននិយាយទេបាទអញ្ចឹងយើងកាច់អូម៉ែត្រមកកន្លែងលេខ20V DC នេះណា 20V DC បាទបន្ទាប់មកយើងការបើកសរួចហើយយើងមកធ្វើការអូម៉ែត្ររបស់យើងមួយខ្សែពណ៌ខ្មៅយើងចាក់ម៉ាស់តួទៅហើយខ្សែពណ៌ក្រហមយើងចាក់ទៅលើខ្សែពណ៌ទឹកប៊ិចឬពណ៌តែមិញណាឆ្នូតក្រហមបាទខ្ញុំចាក់ចូលទៅមួយជាបងប្អូនមើលអូម៉ែត្រណាយើងឃើញថាអូម៉ែត្រយើងគឺភ្លើងវានៅក្នុងចន្លោះបាទ5ទៅ 6V ណា5ទៅ 6V DC នេះនៅ sensor នៅទីតាំងអត់ទាន់មានការខុសនៅទីតាំងបញ្ឈរត្រង់អត់មានផ្អៀងឬអត់មានដួលណាបាទអូខេបាទនេះគឺជាតួលេខបញ្ជាក់ថា sensor របស់យើងអត់មានបញ្ហាទេតែបើសិនជាយើងអតិជនគាត់យកទៅឲ្យជាងធ្វើក៏ដាក់ខុសតំណែងឬក៏ម៉ូតូផ្អៀងខុសតំណែងនេះខ្ញុំធ្វើឲ្យ sensor វាខុសតំណែងណាឲ្យផ្អៀងណាបាទយើងវាស់មកយើងឃើញវានៅប៉ុណ្ណា 0.57V 0.57V DC បើសិនជាបងប្អូនឃើញបែបនេះបើថា sensor ពីរលយើងមានបញ្ហាឬក៏ខូចណាអានេះចំណុចវាបាទអូខេអញ្ចឹងបើថា sensor ពីរលរបស់យើងគឺយើងចាក់ទៅគឺបាននៅក្នុងចន្លោះ5ទៅ 6V DC តាមស្តង់ដាររបស់វាអញ្ចឹងបើថា sensor ពីរលរបស់យើងអត់មានការខូចឬក៏អត់មានការខុសតំណែងទេគឺល្អបាទណាអូខេបាទនេះជាចំណុចទី2ដែលយើងរត់មកស្រាយបាទអញ្ចឹងបើថា sensor នេះនៅល្អ